សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំទទួលបានទូរស័ព្ទដៃពីអតិថិជនមួយបាទគឺ Realme C35 ដែលមានបញ្ហាតាក់ទងទៅជាមួយនឹងពន្លឺណាបងប្អូនណាបាទបើកចេញតែអត់ចេញពន្លឺទេបាទហើយអ្វីដែលយើងមើលឃើញទៅយើងឃើញថានៅក្នុងប្លុកពិសេសពន្លឺរបស់វានឹងដូចជាមានចូលទឹកណាបាទស្នឹមអញ្ចឹងណាហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការយកកត្រៃដើម្បីធ្វើការកាត់ដៃកាត់អីនឹងចេញអញ្ចឹងទៅដើម្បីពិនិត្យមើលទៅណាបាទហើយបន្ទាប់ពីយើងធ្វើការកាត់ដៃទៅយើងឃើញមែនបាទគឺចូលទឹកមែនបងប្អូនណាបាទគឺស្នឹមស៊ីដាច់ជើងដាច់អីបាទគ្រឿងកង់ដង resistance វានឹងអស់ហើយបាទឥឡូវនេះគឺយើងចាប់ផ្ដើមធ្វើការសម្អាតវាសិនបាទសម្អាតហើយយើងត្រូវបានពិនិត្យមើលទៀតថាតើវាដាច់អីខ្លះវាឆ្លងអីខ្លះអញ្ចឹងណាបាទអញ្ចឹងគឺយើងបានធ្វើការលាងសម្អាតវាបាទឆាច់អីចឹងមកបាទហើយបន្ទាប់មកគឺចាប់ផ្ដើមដាក់ microscope ដើម្បីពិនិត្យមើលសិនថាតើវាមានពុកផុយកន្លែងណាខ្លះបាទពិនិត្យហើយយើងធ្វើការវាស់វែងវាមើលអញ្ចឹងណាបងប្អូនណាបាទអូម៉ែត្របាទចាក់តែតអីចឹងមកបាទឥឡូវយើងឃើញថាជាងកំពុងឲ្យឆ្លុះពិនិត្យមើលហើយបាទមើលហ្នឹងបាទមិនមែនមើលមេរោគទេបងប្អូនណាបាទគឺមើលគ្រឿងទូរស័ព្ទដៃថាតើវាមានខូចអីគេខ្លះអញ្ចឹងណាបាទហើយនិយាយថាគ្រឿងទូរស័ព្ទគឺទូចណាបងប្អូនហើយបើមើលនឹងភ្នែកផ្ទាល់មើលមិនឃើញទេអញ្ចឹងតើតែមាន microscope បាទអ្វីដែលយើងបានមើលឃើញនោះគឺឃើញថាពុកអស់ហើយបងប្អូនណាបាទ SL មួយកង់ដងមួយស៊ីដាច់ជើងយោទៀតបាទឥឡូវយើងចាប់តាមទៅធ្វើការសម្អាតវាដាក់សណដាក់អីតជើងតអីដើម្បីធ្វើការដាក់គ្រឿងបង្គុំថ្មីចូលអញ្ចឹងណាបាទយើងឃើញថាអូបងប្អូននេះមានពុកផុយតែម្ដងណាបាទអញ្ចឹងបានថានេះឥទ្ធិពលនៃការចូលទឹកចឹងសម្រាប់បងប្អូនដើរលេងចូលឆ្នាំអីប្រយ័ត្នណារឿងទូរស័ព្ទចូលទឹកហ្នឹងណាបាទហើយតែចូល4-10នាទីហើយគឺចាប់ដើមឡើងស្នឹមឡើងអីហ្នឹងបាទឆេះឆ្លងពេញទៅហ្នឹងឥឡូវហើយបាទឥឡូវនេះគឺខ្ញុំចាប់ដើមធ្វើការវាយស្នវាចូលវិញតិចសិនដើម្បីឲ្យវាមានជើងមានអីស្នខំជាប់ទៅជាមួយនឹងជើងដែលវាបានដាច់អញ្ចឹងណាអូខេឥឡូវបន្ទាប់ពីយើងបានសម្អាតហើយគឺយើងបានផ្គុំគ្រឿងបង្គុំវាចូលទៅវិញហើយបាទយើងមាន DXL មួយយោតមួយហើយនឹងកង់ដងមួយគ្រាប់បងប្អូនណាបាទដែលវាបានស៊ីខូចដាច់អស់អញ្ចឹងណាបាទចេញជាលទ្ធផលហើយគឺយើងឃើញថាម៉ាស៊ីនយើងគឺបើកចេញ Realme មកហើយបងប្អូននេះបាទអញ្ចឹងឃើញថារួចរាល់ហើយដំណើរការឡើងវិញហើយ